វីដេអូនេះគឺសម្រាប់ធីមអ្នកដែលចង់ដើរលេងក្រោយភ្ជុំបិណ្ឌណាអ្នកដែលទៅលេងសៀមរាបក្រោយភ្ជុំបិណ្ឌគឺអាចទៅសាកនៅកន្លែងនេះបានគឺកន្លែងអាហារដ្ឋាននេះគឺសម្បូរម្ហូបខ្មែរណាស់ទាំងអស់គ្នាកន្លែងរបស់គាត់គឺឈ្មោះអាហារដ្ឋានប្រហុកចំការហើយអ្នកដែលធ្លាប់បានទៅគឺដឹងហើយកន្លែងហ្នឹងគឺម្ហូបក៏ឆ្ងាញ់មានអនាម័យទីកន្លែងស្អាតហើយបុគ្គលិកក៏រួសរាយដែរហ្នឹងសម្រាប់ខ្ញុំពីខ្ញុំទៅណាហើយអត់និយាយលេងសើចអីទេកន្លែងគាត់ម្ហូបគឺឆ្ងាញ់ហើយជាពិសេសប្រហុកអាំងលើជ្រុញនេះហើយជាមួយនឹងមាន់អាំងអំបិលម្ទេសនេះអូយទាំងអស់គ្នាគឺអែមសាហាវហើយមានអ្នកខ្លះគាត់ចូលចិត្តម្ជូរក្តាតខួរក្តាមអីគឺសិតតាអ្នកដែលគាត់ធ្លាប់ទៅគឺគាត់ប្រាប់ថាកន្លែងហ្នឹងគឺម្ហូបរបស់ពួកគាត់គឺឆ្ងាញ់តែខ្ញុំទៅគឺតែម្ហូបដែលខ្ញុំហៅប្រហែលមុខហ្នឹងគឺឆ្ងាញ់ពិតមែនហើយដូចដែលបានឃើញនៅក្នុងវីដេអូអញ្ចឹងគឺបរិយាកាសគាត់គឺអូយទាំងអស់គ្នាគឺមើលទៅបែបស្រុកស្រែហើយគឺស្អាតមែនតែនហ្មងហើយមនុយរបស់គាត់គឺមានម្ហូបជាច្រើនមុខដែលអ្នកទាំងអស់គ្នាអាចជ្រើសរើសបានទៅតាមចំណង់ចំណូលចិត្តហើយម្ហូបប្រចាំហាងហ្នឹងគឺម្ហូបប្រមាណមុខដែលខ្ញុំហៅនេះឯងអញ្ចឹងអ្នកទាំងអស់គ្នាចង់សាកអាចហៅ3មុខហ្នឹងបានតែបើអ្នកទាំងអស់គ្នាចង់សាកម្ហូបផ្សេងទៀតគឺអាចហៅទៅតាមចិត្តចង់អញ្ចឹងណាហើយសម្រាប់ម៉ោងបើករបស់គាត់គឺគាត់ចាប់បើកចាប់ពីម៉ោង9ព្រឹករហូតដល់ម៉ោង9យប់ទាំងអស់គ្នាហើយទីតាំងរបស់គាត់គឺនៅកវត្តក្រុងចុងកស៊ូនៅក្រុងសៀមរាបតែម្ដងហើយចំទៅពេលទៅហ្នឹងគឺភ្លៀងស្រេចទៀតហើយបានម្ហូបខ្មែរនេះទៀតអូយទាំងអស់គ្នាអើយគឺសរុបរួមមកគឺណែនាំតែម្ដងអ្នកដែលគាត់ចង់ញ៉ាំម្ហូបបែបស្រុកស្រែចំការពិសេសប្រហុកអាំងនឹងគឺអាចទៅសាកនៅកន្លែងហ្នឹងបានបើសិនជាអ្នកទាំងអស់គ្នាបានទៅខាងខេត្តសៀមរាបណាដូច្នេះសម្រាប់ពុកម៉ែបងប្អូនដែលកំពុងស្វែងរកអាហារដ្ឋាននៅពេលដែលយើងទៅខាងខេត្តសៀមរាបចង់បានម្ហូបដែលប្រជាជនខ្មែរយើងធ្វើរសជាតិម្ហូបស្នាដៃខ្មែរតែម្ដងគឺអាចទៅអាហារដ្ឋានប្រហុកចំការបានហើយម្ហូបរបស់ពួកគាត់គឺសម្បូរបែបណាស់គឺម្ហូបបែបខ្មែរហ្នឹងគឺមានច្រើនមុខដែលអ្នកទាំងអស់គ្នាអាចរកបន្ថែមទៀតបានមានការ៉េមមានអីទៀតហើយទីតាំងបន្ថែមពួកខ្ញុំនឹងដាក់នៅក្នុង comment អរគុណច្រើន